Đã lên được có đạch bị dục bay thay cho mỗi nhóm từng ở cái nèo. Hồi này cái chơi lực đi mua sẽ mẹp nhóm là không cả đã lên cho mỗi mật pet là score cái chiêng đập ram cho năm. Score cái chiêng đập cho năm men bàn tay đã lên cho lòng khai cho mỗi cái tê. Này cái chơi lực đi mua để nhóm đã lên cho mỗi con. Vậy tới men được cầm rong men tập plan bàn tay đã ban sầm rạch đã lên chung cái mà đong tê. Hai này cái chơi mua là hai đã thuê nhóm bằng card video này đây. Vậy tới cái nhóm tự đã lên nhóm cầm rong là không cáiพอ video មែនតើអញ្ចឹងបានថាជា video អនុស្សាវរីយ៍លើកទី1ដែលបានដើរលេងជុំគ្នាហប់អានគ្នាយូរមិនប្រកាសតែអត់ដែលឆ្លោះគ្នាអត់ដែលអន់ចិត្តជាមួយគ្នាទេបាននិយាយពីពួកខ្ញុំវិញឆ្លោះគ្នាអន់ចិត្តគ្នាអត់និយាយរកគ្នាហ្នឹងមិនដឹងជាប្រមាណ100ប្រមាណពាន់ដងទេការដែលយើងបានជួបមនុស្សល្អមនុស្សដែលយល់ពីយើងមនុស្សដែលស្រឡាញ់យើងមនុស្សដែលកែតម្រូវយើងគឺយើងអត់ងាយបានជួបគាត់ទេមនុស្សគ្រប់គ្នាមិនប្រកាសតែមានសំណាងអាចជួបមនុស្សល្អមិត្តភក្តិល្អមនុស្សដែលយល់ពីចិត្តយើងមនុស្សដែលស្រឡាញ់យើងចេញពីចិត្តទេបើសិនបើយើងមានសំណាងជួបមនុស្សល្អជួបមិត្តភក្តិល្អមនុស្សដែលយល់ចិត្តយើងហើយគួរតែរក្សាពួកគាត់ឲ្យនៅជាមួយយើងឲ្យបានយូរអរតែរៀបរាប់ច្រើនហ្នឹងបាននាទីជាងបាត់ហើយឥឡូវចូលមកវីដេអូរបស់យើងវិញសម្រាប់ដំណើរកំសាន្តទៅកោះស្ដេចពីយប់3ថ្ងៃនេះពួកយើងចំណាយលុយអត់ដល់$100ទេការដើរលេងមិនប្រកាសតែយើងត្រូវចំណាយលុយរាប់រយរាប់ពាន់ដុល្លារទេទើបទទួលបានអារម្មណ៍សប្បាយរីករាយការដែលយើងបានដើរលេងជាមួយនឹងមនុស្សដែលយល់ពីចិត្តយើងជាផ្នែកមួយនៃក្តីសុខបាត់ទៅហើយសម្រាប់ថ្ងៃទី1នៅលើកោះស្ដេចនេះគឺយើងមាន activity ច្រើនមែនតើប៉ុន្តែស្ដាយពួកខ្ញុំអត់សូវបានថតជុំគ្នាទេចូលមកដល់ថ្ងៃទី2នៅលើកោះស្ដេចជាមួយខ្ញុំទាំងអស់គ្នាងើបមកពីគេរៀងឡែតតិចហើយសម្រាប់ថ្ងៃនេះដោយសារតែពេលយប់ហ្នឹងរៀងដាក់ជ្រុលដែរហើយក៏រៀបចំខ្លួនទៅញ៉ាំអីនៅក្នុងភូមិខ្ញុំនឹងដើរចុះដើរឡើងអត់ដឹងថាត្រូវញ៉ាំអីទេដោយសារតែកន្លែងដែលយើងគម្រោងទៅញ៉ាំហ្នឹងគឺគាត់លក់អស់បាត់ហើយបន្ទាប់ពីដើរចុះដើរឡើងជិត1ម៉ោងក៏សម្រាប់ចិត្តនាំគ្នាញ៉ាំកាទៀវហើយថ្ងៃទី2ហ្នឹងពួកយើងបានជាទូកទៅស្ទូចថៃនៅកណ្ដាលសមុទ្រតែម្ដងសម្រាប់ activity ដែលពួកយើងធ្វើហ្នឹងអត់ខុសពីបងដែលធ្លាប់បានមកដើរកំសាន្តពីមុនទេមានស្ទូចត្រីលើសមុទ្រទៅមុជទឹកមើលផ្កាថ្មហើយលេងទឹកនៅឆ្នេរតែប៉ុណ្្នឹងសម្រាប់ថ្ងៃទី2ហ្នឹងថ្ងៃទី2ហ្នឹងយើងចំណាយពេលនៅលើទូកស្ទូចត្រីញ៉ាំអីជុំគ្នាហ្នឹងសឹងតែមួយថ្ងៃពេញហើយទំមដល់រៀងពេលល្ងាចពួកយើងបានទៅចតនៅឆ្នេរមួយកន្លែងប៉ុន្តែខ្ញុំអត់ចាំឈ្មោះទេយើងបានគេងលេងទឹករើខ្ចៅរើខ្យងដើរលេងសម្រាប់កាយញ៉ាំដូងនៅលើឆ្នេរនឹងរៀងយូរដែរទំមយើងត្រឡប់ទៅផ្ទះវិញសម្រាប់អ្នកដែលគាត់មើលមកដល់ចុងវីដេអូនេះមិនថាអ្នកទាំងអស់គ្នាមានសំណាងឬមិនសំណាងនៅក្នុងការជួបមនុស្សដែរយល់ពីអ្នកទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាកុំភ្លេចយល់ពីខ្លួនឯងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនបន្តទៅមុខជាមួយនឹងក្តីសង្ឃឹម